69រឿងបុរសដេកក្នុងសាលាមាននិទានមួយដំណាលថាមានបុរសម្នាក់ដេកលក់លើសាលាមានចៅម្នាក់លួចគោគេដេញវារត់ទៅកាន់សាលានោះឯបុរសដែលដេកលើសាលាភ្ញាក់ឡើងឃើញចៅនោះក៏ចុះទៅចាប់បានលុះម្ចាស់គោតាមទៅទាន់ចៅប្រាប់ទៅម្ចាស់គោថាចៅនេះឯងលួចគោអ្នកបុរសដេកលើសាលាថាចៅឯងលួចគោគេអញចាប់បាទេតើម្ដេចក៏ថាអញលួចទៅវិញឯម្ចាស់គោឃើញដូច្នោះនឹងចាប់តែមួយខ្លាចត្រូវលើអ្នកដែលពុំមែនជាចៅទើបចាប់ទាំងពីរនាក់ទៅប្តឹងចៅក្រមជំនុំពិចារណាទៅឃើញថាមានពាក្យប្រកែកជេរគ្នាទៅវិញទៅមកស្មើគ្នាពុំលើសម្ខាងពុំអាចជំនុំជម្រះកាត់សេចក្តីនេះបានក៏នាំឡើងគាល់ព្រះមហាក្សត្រតាមដំណើរនោះព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាហើយឲ្យយកចៅទាំងពីរនាក់នោះទៅចងឲ្យមូសខំឲ្យអាមាត្យទៅលបចាំស្ដាប់ពាក្យចៅទាំងពីរនាក់នោះឯបុរសដេកលើសាលានោះថាព្រោះតែឯងជាចៅលួចគោគេបានជាគេចង់អញឲ្យមូសខំចោទថាអញលួចមែនតែអ្នកឯងដេកនៅសុខម្ដេចក៏មកចាប់អញព្រោះតែចៅឯងចាប់អញបានជាគេចាប់ចងទាំងអញបើចៅគុំចាប់អញប្រហែលជាគេមិនចាប់ចងដូច្នេះទេចៅនឹងបន្ទោសនរណាអាមាត្យក៏កត់តាមដំណើរពាក្យចៅទាំងពីរនាក់នោះហើយនាំឡើងក្រាបទូលព្រះមហាក្សត្រទ្រង់ព្រះបញ្ជាឲ្យពិន័យ1 ជា 4ឲ្យយកទ្រព្យដើមចេញហើយចែកក្រយាពិន័យនោះជា3ភាគ1ភាគឲ្យបានទៅចៅម្ចាស់គោ2ភាគឲ្យបានទៅចៅដែលដេកនៅលើសាលាចាប់បានចៅនោះដោយទ្រង់យល់ថាព្រោះតែបុរសនោះចាប់ជាប់ទើបម្ចាស់គោតាមទាន់ហេតុនេះត្រូវឲ្យបានក្រយាពិន័យ2ភាគព្រះមហាក្សត្រទ្រង់កាត់សេចក្តីប្រកបដោយសុចរិតយុត្តិធម៌ដូច្នេះហើយបុរសទាំងនោះក្រាបបង្គំលានាំគ្នាទៅផ្ទះអាត្មាទីតីហោង